ធនាគារ Swiss UBS ព្យាករណ៍ថាតម្លៃមាសនឹងឡើងដល់$6,200ក្នុងមួយអោនឬ$747ក្នុងមួយជីនៅពាក់កណ្ដាលឆ្នាំ2026តម្លៃលោហៈធាតុមានតម្លៃមានការប្រែប្រួលខ្លាំងនៅចុងខែមករាប៉ុន្តែលោហៈមានតម្លៃផ្សេងទៀតដូចជាប្រេងនិងលោហៈឧស្សាហកម្មទាំងអស់បានកើនឡើងសម្រាប់ខែកុម្ភៈនេះទោះបីមានភាពអស្ថិរភាពក៏ដោយយើងជឿថាមូលដ្ឋានសេដ្ឋកិច្ចនៅតែគាំទ្រតម្លៃទំនិញលោហៈធាតុមានតម្លៃទាំងនេះដោយសារកត្តាដូចជាភាពមិនសមតុល្យរវាងការផ្គត់ផ្គង់និងតម្រូវការផ្លាស់ប្ដូរភូមិសាស្ត្រនយោបាយនិងនិន្នាការរចនាសម្ព័ន្ធរយៈពេលវែងចំណុចសំខាន់មានដូចជាតម្លៃលោហៈធាតុបានកើនឡើងក្នុងខែមករាទោះបីមានការប្រែប្រួលខ្លាំងក៏ដោយលោហៈមានតម្លៃកើនឡើងដោយសារតម្រូវការជាទ្រព្យសម្បត្តិសុវត្ថិភាពពីភាពមិនច្បាស់លាស់នយោបាយសេដ្ឋកិច្ចនិងភូមិសាស្ត្រនយោបាយតម្លៃស្ពាន់ឡើងដល់កម្រិតកំណត់ត្រាថ្មីនៅចុងខែមករាតម្លៃប្រេងត្រូវបានគាំទ្រដោយការរំខានគុតគង់បណ្ដោះអាសន្ននៅសហរដ្ឋអាមេរិកនិងការសាក់ស្ថានក៏ដូចជាដុល្លារអាមេរិកខ្សោយនិងភាពតានតឹងនៅមជ្ឈិមបូព៌ាយើងរំពឹងថាមាសនឹងបន្តឡើងអាចឈានដល់$6,200ក្នុងមួយអោនឬ$747ក្នុងមួយជីនៅពាក់កណ្ដាលឆ្នាំ2026ខាងមុខដោយសារតម្រូវការពីធនាគារកណ្ដាលនិងវិនិយោគិនអោនភាពថវិកាធំអត្រាការប្រាក់ទាបនៅអាមេរិកនិងហានិភ័យភូមិសាស្ត្រនយោបាយយើងរំពឹងថាកង្វះផ្គត់ផ្គង់ស្ពាន់និងអាលុយមីញ៉ូមនឹងបន្តគាំទ្រតម្លៃរយៈពេលមធ្យមខណៈកត្តារចនាសម្ព័ន្ធដូចជាអគ្គិសនីភាវូបនីយកម្មគាំទ្រតម្រូវការរយៈពេលវែងយើងព្យាករណ៍ថាប្រេង Brent នឹងស្ថិតនៅ$65ក្នុងមួយបារ៉ែលនៅខែមិថុនានិង$67នៅខែធ្នូ